បាទជំរាបសួរបងប្អូនបាទថ្ងៃទី26ខែមេសាឆ្នាំ2025បាទឃើញថាកូនកដោបនៅក្នុងកសិដ្ឋានចំកដោបឃុំប៉ោះ2បាទញាស់ល្អបងប្អូនបាទហើយនេះចំនួនវាខ្ញុំដាក់កធុននេះចំនួនវាតែ3ខាំទេបាទ3ខាំឲ្យឃើញញាស់ល្អមែនតើបាទនេះដូចបងប្អូនបានឃើញចឹងបាទញាស់ខ្លាំងណាស់បាទហើយរយៈពេលតែ2ថ្ងៃឃើញញាស់ខ្លាំងមែនតើនេះពងវា3ខាំហើយកូនកដោបតើវាញាស់មកវាទៅការស៊ីហើយអញ្ចឹងយើងត្រូវការដាក់ចំណីវាមានដូចជាលឹកថ្វាងលឹកត្រែងឬមួយក៏លឹកចេកអញ្ចឹងទៅឬមួយបងប្អូនដាំស្មៅបាទគឺយើងអាចដាក់បានដូចគ្នាបាទនេះបាទល្អមែនតើបងប្អូនបាទអរគុណបាទនេះពូជកដោប8ខាំបាទឃើញថាញាស់ខ្លាំងដែរបងប្អូនបាទញាស់ខ្លាំងណាស់8ខាំសិនជាបងប្អូនត្រូវការពងកដោបយកទៅចិញ្ចឹមបន្តបងប្អូនអាចតាក់ទងមកខ្ញុំបានមកខ្ញុំនឹងបង្រៀនពីបច្ចេកទេសក្នុងការចិញ្ចឹមប្រឹក្សាយោបល់ជូនដល់គិតថ្លៃតាមមានពងបើបងប្អូនត្រូវការអាចតាក់ទងមកបានបងប្អូនអានេះទៅពីញាស់រយៈពេល3ថ្ងៃហ្នឹងហើយបាទពីបងប្អូនបានឃើញហ្នឹងបាទធំល្អញាស់មកស្មើគ្នាល្អខ្មៅគឺជាកូនកដោបឯងបងប្អូនបាទជំរាបសួរបងប្អូនថ្ងៃទី26ខែមេសាឆ្នាំ2025បាទនេះកដោបនេះទៅពីសក់បាន3ដងខ្លះ2ដងបាទច្រើននេះខ្ញុំដាក់1គីឡូពងនេះខ្ញុំដាក់1គីឡូពងបងប្អូនបាទ1គីឡូពងឃើញថាញាស់ច្រើនមែនតើបាទបងប្អូនត្រូវការពងពូជយកទៅចិញ្ចឹមបន្តបងប្អូនអាចតាក់ទងមកកាត់ស្ថានយើងខ្ញុំបានបាទគឺស្ថានចិញ្ចឹមកដោបឃុំប៉ោះ2យើងខ្ញុំនឹងបង្រៀនពីបច្ចេកទេសក្នុងការចិញ្ចឹមប្រកបយោបល់ជូនឲ្យកាត់ថ្លៃបាទជំរាបសួរបងប្អូនបាទចំណែកត្រង់នេះវិញបាទគឺចាប់ផ្ដើមអាខ្លះសក់បាន5ដងណាបងប្អូនបាទនោះអានោះសក់ទៅពីសក់មិញខ្លះសក់បាន5ដងអាខ្លះសក់បាន4ដងបាទចិត្តដាក់ពងហើយចឹងបងប្អូនត្រូវការពងពូជអីបងប្អូនអាចតាក់ទងមកបានបាទនេះនៅថ្ងៃទី26ខែមេសាឆ្នាំ2025ធ្វើការផ្សាយផ្ទាល់ចេញពីត្រង់កណ្ដោបនៅក្នុងកសិដ្ឋានចំកណ្ដោបឃុំប៉ោះ2បើសិនជាបងប្អូនត្រូវការពងពូជយកទៅចិញ្ចឹមបន្តបងប្អូនអាចតំណាក់តំណងមកឥឡូវបានបាទពីព្រោះមិនមែនយើងតាក់ទងភ្លាមបានពងពូជយកទៅភ្លាមទេគឺយើងខ្ញុំនឹងភ្ញាស់ឲ្យបងប្អូនទៀតបាទចិត្តញាស់បានខ្ញុំឲ្យយកទៅឥឡូវឃើញថាកណ្ដោបនៅក្នុងកសិដ្ឋានចំកណ្ដោបឃុំប៉ោះ2នេះកន្លែងខ្លះនេះត្រង់នេះបាទញាស់ហើយចង់និយាយថាវាសក់បាន5ដងហើយខ្លះ4ដងខ្លះ5ដងអញ្ចឹងចិត្តបានពងហើយអញ្ចឹងបងប្អូនត្រូវការពងពូជបងប្អូនតាក់ទងមកហើយបាទនៅព្រឹកថ្ងៃទី26ខែមេសាឆ្នាំ2025បាទចង្រិតនៅក្នុងកសិដ្ឋានចំកណ្ដោបនិងចង្រិតឃុំប៉ោះ2ក៏ចាប់ផ្ដើមញាស់បាទញាស់បាន2ថ្ងៃហ្នឹងហើយបាទនេះគឺកូនចង្រិតបងប្អូនអត់ឃើញតែកូនចង្រិតទេមិនថាសម្ោចបាទទុយបំប្រិសម្ោចទេបាទវាកំពុងតែរោមទឹកបងប្អូនកំពុងតែរោមទឹកបាទទុយបងប្អូនបាទនេះសិតតែកូនចង្រិតតែទៅពីញាស់បាន2ថ្ងៃហ្នឹងនេះវាកំពុងផឹកទឹកជាយកទឹកដាក់ឲ្យវាផឹក